ក្រសួងការពារជាតិបង្ហាញស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជាក្រុមជម្រើសជាតិកម្ពុជាដែលដកខ្លួនចេញពីការប្រកួតស៊ីហ្គេមនៅថៃបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាពនៅពេលនេះនាងខ្ញុំសូមជូនព័ត៌មានពិស្ដាក្រសួងការពារជាតិបង្ហាញស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាជនស៊ីវិលកម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5ភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី11ខែធ្នូឆ្នាំ2025ម៉ោង 7:57 នាទីយោធាថៃបានបាញ់ផ្លោងមកក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅសកម្មភាពខាងលើគឺជាការវាយប្រហារដ៏កម្រោលដោយមិនរើសគោលដៅរបស់យោធាថៃជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិប្រិមិត្តជាទីមេត្រីដោយឡែកគិតត្រឹមម៉ោង 9:45 នាទីយប់ថ្ងៃទី10ខែធ្នូឆ្នាំ2025គណៈប្រតិភូកីឡាកម្ពុជាដែលទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី33នៅប្រទេសថៃដឹកនាំដោយឯកឧត្តមប៉ុនសុកអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានិងជាអនុប្រធានប្រតិភូកម្ពុជាបានដឹកនាំប្រតិភូគ្រូបង្វឹកកីឡាករនិងកីឡាការិនីក្រុមជម្រើសជាតិកម្ពុជាធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាពការវិលត្រឡប់នេះបន្ទាប់កាលពីព្រឹកថ្ងៃទី10ខែធ្នូឆ្នាំ2025កម្ពុជាបានប្រកាសពីការដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសថៃដោយសារការព្រួយបារម្ភពីសុខសុវត្ថិភាពដល់អត្តពលិកដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី9ដល់ថ្ងៃទី20ខែធ្នូឆ្នាំ2025គួរបញ្ជាក់ថាកម្ពុជាបានបញ្ជូនអត្តពលិក150រូបទៅចូលរួមប្រកួតលើ12ប្រភេទកីឡាដូចជាអត្តពលកម្មហែលទឹកជិះសេះគុនដាវជឿជិតស៊ូបាល់ទាត់លើតុកីឡាអេឡិចត្រូនិកម៉ូតូទឹកកាយសម្ព័ន្ធ Kickboxing ត្រីយ៉ាថ្លុងនិងតេក្វាន់ដូរីឯម្ចាស់ផ្ទះថៃដាក់50ប្រភេទកីឡាលើ574វិញ្ញាសានាងខ្ញុំថារីពីព័ត៌មានខ្លីៗនៃវិទ្យុជាតិខេត្តកណ្ដាល